ជំងឺ allergy ភ្នែកស្ដាប់ទៅជាជំងឺស្រាលតែបើសិនមិនព្យាបាលបានត្រឹមត្រូវអាចវិវត្តទៅជាពិការភ្នែកបានតើជំងឺ allergy ភ្នែកគឺជាអ្វីជាធម្មតាជំងឺ allergy ភ្នែកដែលជាភាសាបច្ចេកទេសគឺ allergy conjunctivitis ដែលជាបញ្ហារលាកភ្នែកសរបស់ភ្នែកដែលបណ្ដាលមកពីប្រព័ន្ធភាពស៊ាំរបស់រាងកាយយើងឆ្លើយតបខ្លាំងលើសលប់ទៅលើសមាសធាតុផ្សេងៗដែលបង្កឲ្យជាមាន allergy ទៅលើអ្នកជំងឺដែលកន្លែងនេះជាធម្មតាប្រព័ន្ធការពារខ្លួនយើងមានមុខងារបញ្ចេញនៅសមាសធាតុគីមីដែលប្រឆាំងការរលាកប្រឆាំងមេរោគផ្សេងៗដែលមកយាយីខ្លួនប្រាណយើងតែចំពោះអ្នកជំងឺ allergy គឺការឆ្លើយតបនោះគឺមានខ្លាំងទៅលើសមាសធាតុ allergy ដែលមកប៉ះជាមួយនឹងអ្នកជំងឺផ្ទាល់ដែលធ្វើឲ្យអ្នកជំងឺយើងមានបញ្ហាទៅជា allergy ភ្នែកបញ្ហា allergy មូលហេតុគឺមានច្រើនប្រភេទដែលរាប់ទី1គឺចំពោះអ្នកដែលមានបញ្ហាឆ្លើយតបខ្លាំងក្លាជាមួយនឹងសមាសធាតុដែលធ្វើឲ្យមាន allergy ផ្សេងៗមានដូចជាលំអងធូលីដីតាមខ្យល់លំអងផ្កាសត្វចិញ្ចឹមមានឆ្កែមានឆ្មានៅតាមផ្ទះហើយនឹងមួយទៀតទៅលើអ្នកដែលចូលចិត្តប្រើប្រាស់នៅសមាសធាតុគីមីដូចជាគ្រឿងសម្អាងផ្សេងៗក្នុងការផាត់មុខលាបមាត់ផ្សេងៗដែលធ្វើឲ្យមានប្រតិកម្មទៅលើភ្នែកទី2គឺចំពោះអ្នកជំងឺនិងគ្រួសារដែលមានប្រវត្តិដូចជាបញ្ហាកើតជំងឺហឺត allergy ច្រមុះបំពង់ករ៉ាំរ៉ៃរលាកច្រមុះឆ្អឹងច្រមុះដែលបណ្ដាលឲ្យមានបញ្ហា allergy នេះកើតឡើងមូលហេតុដែលសំខាន់ចម្បងមួយទៀតហ្នឹងគឺកត្តាចំណីអាហារមានន័យថាការកូនក្មេងឬក៏មនុស្សធំទៅញ៉ាំចំណីអាហារផ្សេងៗដែលបង្កឲ្យមានជា allergy ដូចជាអ្នកខ្លះប្រតិកម្មជាមួយនឹងចំណីអាហារនំកញ្ចប់កំប៉ុងគ្រឿងសមុទ្រនិងសាច់ផ្សេងៗដែលធ្វើឲ្យបង្កជាការ allergy នឹងកើតឡើងនំកញ្ចប់នំកំប៉ុងមកដល់ញ៉ាំទេតោះបោះហើបោះអីរោគសញ្ញារបស់ជំងឺ allergy មានដូចជាទី1អាចគាត់មានហូរទឹកភ្នែករកាំភ្នែកតែចំពោះក្មេងយើងអាចចំណាំមើលគាត់មានព្រិចខ្ញាំភ្នែកច្រើនអញ្ចឹងកាលណាមានបញ្ហាអស់ហ្នឹងអាចសង្ស័យថាកូនយើងមានជំងឺ allergy បញ្ហាមួយទៀតកាលណាវាអាចគាត់អាសាញីភ្នែកហើមលើត្របកភ្នែកហើយភ្នែកខាងក្នុងភ្នែករបស់គាត់ឡើងក្រហមញឹកញាប់ក្រហមបាត់ហើយករណីដែលធ្ងន់ធ្ងរគឺគាត់អាចឆ្លងនៅពពួកបាក់តេរីដែលចំណាំមើលលើកូនយើងគឺអាចមានចេញជាពពកភ្នែកច្រើនអញ្ចឹងនៅក្នុងជំងឺ allergy ភ្នែកគឺជាជំងឺដែលមិនឆ្លងទេប៉ុន្តែក្នុងលក្ខខណ្ឌអ្នកជំងឺដែលមិនទទួលការព្យាបាលបានត្រឹមត្រូវឬក៏ទទួលការព្យាបាលបានប៉ុន្តែមិនទទួលការតាមដានណាត់ជាប់លាប់ជាមួយនឹងគ្រូពេទ្យអ្នកជំងឺអាចវិវត្តបានដូចជាការមើលឃើញគាត់ចុះខ្សោយទី2ការកកិតញីភ្នែកយូរទៅអាចរលាកខ្លាំងបណ្ដាលឲ្យមានគេហៅថាដំបៅកញ្ចក់ភ្នែកការឡើងសទៅលើភ្នែកសកញ្ចក់ភ្នែកហើយមួយទៀតបើសិនជាញីខ្លាំងពេកធ្វើឲ្យកំណោងកញ្ចក់ភ្នែកហ្នឹងកោងខ្លាំងហើយអាចទៅជាបញ្ហាមួយគេហៅភាសាបច្ចេកទេសហៅថា keratoconus គឺបញ្ហាកោងកញ្ចក់ភ្នែកប៉ោងធ្វើឲ្យខូចទ្រង់ទ្រាយរបស់កញ្ចក់ភ្នែកហើយបាត់បង់ការមើលឃើញរបស់អ្នកជំងឺបញ្ហាធ្ងន់មួយទៀតគឺការប្រើប្រាស់ថ្នាំព្យាបាលគេហៅថាមានផ្ទុកពពួកកូទីកូអ៊ីតស្តេរ៉ុយហ្នឹងច្រើនហើយទៅប្រើយូរអង្វែងដោយមិនទទួលការតាមដានគ្រប់គ្រាន់ជាប់លាប់របស់ក្រុមគ្រូពេទ្យនោះធ្វើឲ្យនឹងមានបញ្ហាមួយគេហៅថាកឡើងបាយភ្នែកដោយសារការប្រើប្រាស់ថ្នាំស្តេរ៉ុយហើយមួយទៀតគឺឡើងជំងឺជាទឹកដក់ក្នុងភ្នែកតែជំងឺទឹកដក់ក្នុងភ្នែកនេះគឺជាបញ្ហាយើងជួបច្រើនមែនទែននៅមន្ទីរពេទ្យកម្មាំងកទៅលើកូនក្មេងដែលប្រើថ្នាំមិនបានត្រឹមត្រូវហើយវិវត្តទៅជាការបាត់បង់ការមើលឃើញពីការភ្នែកដោយសារតែជំងឺទឹកដក់ក្នុងភ្នែក